việc xưa phải mặt bằng phải ổn chả nhớ đặt đam sầm lên máu được trong sọ cò bằng ổn thôi nhá mai ơi cô riêng chả video ní cả tờ mai video chat đây ta ở đây bà phong video luôn pin tu rồi sắp bảo phong nó tu sắp keng mình nhanh là dùng một phong mà nòng bằng ổn là class là phong trai cô riêng nắngបងប្អូនចាំមើលខ្ញុំស្កាឲ្យមើលបងប្អូនអូយចាអាស្កាវាហ្នឹងខ្ញុំយកហាលទុកនិយាយទៅដូចជាយូនសំទុកដែរម៉ែអើយទី1អ្នកមិនដែលស្កាត្រីផងទី2អាត្រីស្កានឹងនិយាយថាពីរឹងនោះរឹងអញ្ចឹងមកខ្ញុំធ្លាប់ឃើញគេយកអាស្ការបស់វាហ្នឹងយកមកធ្វើជាគ្រឿងសង្ហារឹមអីចឹងណាចាទៅផ្សារនោះថាទៅទិញណែត្រីកូនត្រីតែ1 2យកមកស្លកកោញ៉ាំមែនទេណាទៅដល់ឃើញត្រីនឹងលងធំបើសិនណាជានៅរស់ទិញយកមកប្រឡែងបាត់ហើយប៉ុន្តែទៅត្រីនឹងវាចេតរយបាត់ហើយហ្នឹងហើយដល់ពេលអញ្ចឹងទៅទោះបីយើងមិនទិញក៏គេទិញដែរហើយមានតែមួយនឹងដែរសោកស្ដាយតែតាមកាពិតត្រីអញ្ចឹងគួរតែអើយប៉ុន្តែថាទៅពិបាកដែរមួយប្រឡែងមួយចាប់មួយប្រឡែងមួយចាប់ដូចតែដូចប៉ុណ្ណាត្រីអញ្ចឹងវាចង់ដាច់ពូជអស់ហើយគួរតែអភិរក្សវាសំវាទុកទៅណាហ្នឹងហើយតាមពិតទៅសាច់វាក៏មិនសូវឆ្ងាញ់អីប្រហែលទេបងប្អូនខ្ញុំញ៉ាំទៅនិយាយទៅដូចពីចាស់លោកថាធំតែខ្លួនដូចឃ្លោកដែរហ្នឹងអត់សូវឆ្ងាញ់ប្រហែលនេះធម្មតាចាហើយយកមកសកាបងប្អូនអើយអត់ដាច់ទេណាអាសកានឹងទរាំតែចាក់សកាមកសកាអត់បានសកាវាមួយហើយយើងចង់វាឬហាន់ជ្រីកនឹងម៉ែខ្ញុំធ្វើត្រីមួយនឹងដឹងប្រហែលម៉ោងទេបងប្អូននិយាយថាពីកោះហើយកបិតទៅមុតទៅណានោះបងប្អូនមកមើលបងប្អូនណាខ្លះដែលមានបទពិសោធន៍ធ្វើត្រីគល់រាំងហ្នឹងក៏ស្កាត្រីគល់រាំងបងប្អូនមើលស្រការបស់វាបើដូចត្រីនៀកអញ្ចឹងបងប្អូនដូចស្អីគេត្រីស្រកានៀកអញ្ចឹងហ្នឹងហើយមុនស្រកាធំចង់ប៉ិនស្ពាល់របស់ខ្ញុំមកហើយមើលឆ្កោះតាមុតចង់ត្រាំទឹក2ថ្ងៃទៀតក៏អត់រីកក៏អត់ផុយដែរនោះបងប្អូនមើលមើលសការបស់វាធំហ្មងណាហើយរឹងក៏ព្រឹសបើយើងលាងវាឲ្យស្អាតហើយកោសអាស្បែកវាលើបន្តិចនឹងចាញ់ច្រឡំថាផ្លាស្ទិកបងប្អូនមើលនេះលងធំហ្មងដូចយើងផ្លាស្ទិកយើងចាក់លេងមេថុយអញ្ចឹងនិយាយដល់មេថុយបងប្អូនណាខ្លះក្លាប់លេងមេថុយខ្ញុំនឹងហើយកំពូលបាញ់មេថុយបាញ់កស៊ូទៀតអើយលេងតែជាមួយក្មេងប្រុសហ្នឹងអញ្ចឹងមិនរហូតដល់ឥឡូវហ្នឹងមិនសូវមានមិត្តស្រីប្រហែលហើយយកនិយាយទៅត្រីហ្នឹងយកទៅធ្វើយ៉ាងម៉េចក៏អត់ឆ្ងាញ់ដែរខ្ញុំធ្លាប់អាំងធ្វើទឹកត្រីផ្អែមក៏មិនសូវជាជាតិអីប្រហែលហើយខ្ញុំធ្លាប់ស្ងោចែកជា3ចម្រៀក3 4ចម្រៀកបងប្អូនហើយស្ងោក៏មិនសូវជាឆ្ងាញ់បើថាអាំងកាន់តែយ៉ាប់ហ្មងហើយចំហុយក៏មិនសូវជាប្រមាណវាសាច់វាដូចស្ងួតទៅបងប្អូនអត់សូវឆ្ងាញ់អញ្ចឹងខ្ញុំថាបងប្អូនអើយឃើញត្រីអញ្ចឹងគួរតែអភិរក្សបានក៏យើងអភិរក្សទៅកំចាប់វាយកមកលក់ហើយត្រីមួយហ្នឹងតម្លៃ100000បងប្អូនចា100000ស្មើនឹងប្រហែល$30ហើយនៅស្រែទិញនៅស្រែលក់តម្លៃ$30មកនៅស្ទឹងត្រែងវិញអូមួយសតារាប់$10ហើយនេះបងប្អូនឃើញខ្ញុំនេះចាប់ដើមកាត់ត្រីមុតដូចឡាមកាត់អត់អូយកាត់អត់មុតទេយកណែនេះដំទៀតណាយកថ្មយករ៉េដំហើយអត់ចង់មុតទេបងប្អូនអើយគឺស្វិតខ្លាំងមែនតើឆ្អឹងរបស់វាស្បែកស្រការបស់វាហ្នឹង
cứ tha cái bật là mồm ấy tơm rồi thế xong bây bật thao cặp một phòng nữa ធូនធូន ប៉ុន្តែតស៊ូទៅសាមញ្ញអ្នកមានបច្ចេកទេសអញ្ចឹងទៀតបាច់ថ្លៃ